តែអ្នកគិតថាត្រីទាំងនេះមានតម្លៃប៉ុន្មានប្រហែល$3 លានក្នុងមួយក្បាលនេះគឺជាតម្លៃកពន្ធបំផុតដែលគេធ្លាប់ទិញលក់ត្រីធូណាព្រុយឃីវឬ bluefin tuna ប៉ុន្តែតាមការពិតតម្លៃត្រីធូណាទូទៅមិនខ្ពស់ដល់ថ្នាក់នេះទេហើយពូជខ្លះក៏មិនមែនជាប្រភេទកម្រដែរហេតុអ្វីបានជាវាមានតម្លៃដល់ទៅ$3 លានតម្លៃដ៏មហាសាលដែលអ្នកបានឃើញនេះមិនមែនជាតម្លៃទីផ្សារធម្មតាទេប៉ុន្តែវាគឺជាតម្លៃដែលបានមកពីការដេញថ្លៃនៅក្នុងផ្សារត្រីនៃប្រទេសជប៉ុនការដេញថ្លៃដំបូងនៃឆ្នាំនេះមិនមែនជាការដេញថ្លៃធម្មតាឡើយប៉ុន្តែវាជាការដេញថ្លៃលើកដំបូងបង្អស់នៃឆ្នាំថ្មីដែលជាថ្ងៃដ៏សំខាន់បំផុតក្នុងវិស័យជលផលជប៉ុននិមិត្តរូបនៃលាភសំណាងជនជាតិជប៉ុនជឿថាត្រីដំបូងបង្អស់នៃឆ្នាំដែលត្រូវបានទិញលក់គឺជានិមិត្តរូបនៃសំណាងល្អនិងភាពមានបានការប្រកួតប្រជែងរវាងម្ចាស់ហាងស៊ូស៊ីល្បីៗតែងតែចង់បានត្រីដំបូងនៃឆ្នាំនេះព្រោះក្រៅពីជឿលើសេរីសួស្តីវាក៏ជាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យបំផុតដែលទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកដោយសារតែវាជាការបង្កើនកេរ្តិ៍ឈ្មោះហាងនិងជាការយកលាភជ័យសម្រាប់ឆ្នាំថ្មីទើបមិនមានអ្វីចម្លែកឡើយដែលពួកគេដណ្ដើមគ្នាដេញថ្លៃរហូតដល់តម្លៃត្រីមួយក្បាលនេះហក់ឡើងខ្ពស់កប់ពពកបែបនេះ